រឿងដើរលេងនឹងគឺទុកចិត្តលើខ្ញុំចុះនៅពេញសុកឥឡូវនេះគឺមកដល់ខេត្តសៀមរាបហើយបងប្អូនគ្រាន់តែកម្រងមកសៀមរាបនឹងគឺច្រើនដងមែនតើបានសម្រេចទាំងអស់តែឥឡូវហ្នឹងគឺបានសម្រេចហើយបងអូនដែលមានកម្រងច្រើនដូចខ្ញុំប៉ុន្តែតែសម្រេចឥឡូវធ្វើចេះវិញកម្រងហ្នឹងកុំអីអត់បានសម្រេចទៀតគង់តែខ្ញុំកក់ឡានប្រហែលជា7ថ្ងៃមុនទេអញ្ចឹងក៏មិនបានសម្រេចដែរព្រោះពេលយើងកក់ឡានហើយរមួយគឺយើងដឹងគោលដៅច្បាស់ថាយើងត្រូវទៅណាទៅណីហើយណាមួយស្ដាយលុយផងនិយាយរួមទៅពេលខ្ញុំកក់ឡានហ្នឹងគឺខ្ញុំបង់លុយរួចរាល់អញ្ចឹងណាតែចង់ដើរលេងខ្លាំងពេករៀបក្អៅតាំងពីមុនមួយថ្ងៃឡើងឡានទៅខេត្តសៀមរាបរៀបក្អៅមុនមួយថ្ងៃហ្នឹងមកឈុំឯងងុំយកក្អៅផងវ៉ាលីផងយកទៅកន្លែងធ្វើការហ្នឹងឯងដោយសារតែខ្ញុំកក់ឡានម៉ោង6ល្ងាចហើយខ្ញុំចេញពីធ្វើការម៉ោង5កន្លះហើយនៅភ្នំពេញស្ទះខ្លាំងណាស់បងប្អូនអើយប៊ីសយឺតគេចេញម៉ោង6ហើយខ្ញុំនេះទៅដល់ប្រហែលជាម៉ោង5:57នាទីហើយគេខ្លួនឯងមួយចុះហើយម្សៅក៏មិនបានលាបក្រែមក៏មិនបានលាបមធ្យមឯងងុំអត់បានងូតទឹកទៀតព្រោះខ្ញុំចង់ទៅដល់ខេត្តសៀមរាបលឿនអញ្ចឹងទៅគឺខ្ញុំកក់ម៉ោង6អញ្ចឹងអត់មានពេលធ្វើខ្លួននេះទេមកដល់ខេត្តសៀមរាបហ្នឹងប្រហែលជាម៉ោង12រៀងជប់ជ្រៅដែរអញ្ចឹងមកដល់មានបានធ្វើអីច្រើនទេយើងហូបអីមិនតិចហើយក៏ខ្ញុំចូលដេកចានេះព្រលឹមឡើងខ្ញុំរៀបចំខ្លួនដើម្បីទៅហែលទឹកព្រួយមេឃក្តៅខ្លាំងមែនតើពេលខ្ញុំមកខេត្តសៀមរាបហ្នឹងគឺខ្ញុំរំពឹងថាមានភ្លៀងច្រើនហើយយើងបានដេកលេងនៅអង្គរវត្តបែប relax អញ្ចឹងណាប៉ុន្តែមកនេះមានអីបងប្អូនខុសពីការរំពឹងទុកគឺក្តៅខ្លាំងមែនតើមកលើកហ្នឹងគឺមកគេនៅជាមួយមិត្តភ័ក្ដិខ្ញុំហើយគាត់ក៏ជូនខ្ញុំដើរលេងរហូតនិយាយទៅមានម៉ូតូហ្នឹងទៅហើយពីអ្នកគាត់ហ្នឹងកន្លែងខ្ញុំស្នាក់នៅហ្នឹងគឺអត់ឆ្ងាយពី Pop Street ហើយនឹងសាចាស់ទេខ្ញុំជិះម៉ូតូប្រហែលជា3នាទីដល់ហើយមកដល់កន្លែងហែលទឹកភ្លៀងមានចាំយូរទេនាំគ្នាលាបលេការពារកម្ដៅថ្ងៃហើយខ្ញុំកំងសាច់គោលោកលាក់នេះមួយចានហៀវបាយគួសមដែរព្រោះពេលមហែលទឹកហ្នឹងប្រហែលជាម៉ោង10ជាង11មកសារនេះគឺជាលើកទី8របស់ខ្ញុំហើយដែលមកខេត្តសៀមរាបមកលើកណាក៏ចេះណាយដែរទៅគឺខ្ញុំ in love នៅសៀមរាបហ្មងនៅនេះគឺមានគ្រប់យ៉ាងចង់បែបធម្មជាតិក៏បានចង់បែបសម័យក៏បានសៀមរាបលើកណាក៏អារម្មណ៍ល្អដែរប៉ុន្តែរឿងមួយយ៉ាងគឺខ្ញុំមកលើកណាក៏ខ្ញុំឈឺដែរនេះគឺជាលើកទី3របស់ខ្ញុំហីខ្ញុំមកខេត្តសៀមរាបគឺឈឺមកលើកមុនហ្នឹងគឺខ្ញុំមកផ្ដាសាយធំហើយមកលើកទី2មានការពុលឡានហើយលើកនេះក៏មានការពុលឡានម្ដងទៀតបន្ទាប់ពីហែលទឹកហើយក៏ឈ្នះធ្វើកញ្ចក់មកបន្តិចព្រោះកញ្ចក់ខ្ញុំលបើកខ្ទេចខ្ទីអស់លេងធ្វើកញ្ចក់ហើយក៏នាំគ្នាហូបអីនិយាយទៅទៅហូបប្រហែលជា3ម៉ោងមុនឥឡូវហូបទៀតអូយនិយាយមែនបងប្អូនហូបនៅសៀមរាបឆ្ងាញ់ខ្លាំងហ្មងបុកល្ហុងនេះគឺមានកពឹសមាននំបញ្ចុកឲ្យហើយមានវល់នៅក្នុងហ្នឹងនិយាយទៅដាក់ទៅឡងចាប់មាត់ជីបហ្មងឆ្ងាញ់ខ្លាំងថាមាត់ខ្ញុំមិនសូវអំណោយផលហ្មងទេព្រោះអីមានពងបែកមាត់នៅក្នុងមាត់ពេលហូបហ្នឹងគឺអារម្មណ៍មានច្រើនឆ្ងាញ់ក៏ឆ្ងាញ់វេទនាក៏វេទនាដែរដាក់ម្ទេសច្រើនទេដាក់ប្រហែលជា3គ្រាប់ជាធម្មតាបើសិនជាមាត់ខ្ញុំអត់មានបញ្ហាអីម្ទេសមិនក៏15គ្រាប់ទៅ10គ្រាប់ដែរហើយប្រហែលជាអ្នកខេត្តសៀមរាបស្គាល់មួយមុខនេះហើយខ្ញុំកំពុងតែហូបនេះខ្ញុំអត់ស្គាល់ឈ្មោះទេប៉ុន្តែឆ្ងាញ់ខ្លាំងមានបន្លែស្ងោរក្នុងហ្នឹងមានពងទាចៀនជាមួយស្អំហើយមានទឹកកាពិលក់ជាមួយគ្នាឆ្ងាញ់ខ្លាំងហ្មងហើយនឹងត្រីកំងបងប្អូនអ្នកខេត្តសៀមរាបបើស្គាល់មួយមុខហ្នឹងចាំជួយប្រាប់ផងម៉ងមកប្រហែលជា4មុខនិយាយទៅឆ្ងាញ់ទាំងអស់ទាំងបុកល្ហុងទាំង